និចមកគ្រឿងខ្ញុំសុំខ្លាចបងប្អូនព្រោះតែកង់ក្រោយវាខ្ញុំដោះតាំងពីព្រឹកឥឡូវម៉ោង 2:10 ហើយមិនទាន់បានបាយទៀតរកវិធីដោះគ្រប់បែបគ្រប់យ៉ាងកៅផងវាយផងគោះផងធ្វើមិនក៏វាមិនចេញរូលភ្លើងផងត្រាំតកកផងក៏នៅតែមិនចេញទៀតឥឡូវនោះគឺក្បាច់ចុងក្រោយហើយបើមិនចេញទៀតឲ្យម្ចាស់គាត់ជីទៅផ្ទះវិញខ្ញុំលេងចង់បានលុយហើយអសូរតែធ្វើអីច្រើនដូរតែស្បែកប្រាំងមួយហ្នឹងក៏ធ្វើមកព្រឹកដែរខ្ញុំថាមិនចង់និយាយទេពួកអានិចលេតហ្នឹងវាធ្វើបាបខ្ញុំច្រើនដងច្រើនសាយម្ដង1000ភ្លើងម្ដងម៉ាស៊ីនឥឡូវមកចេញកង់ទៀតនិយាយទៅពិបាកគ្រប់បែបគ្រប់យ៉ាងហ្មងតែជួសទាយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែតស៊ូធ្វើវាដែរព្រោះថាបើខ្ញុំធ្វើវាដល់ហើយទេល្ងាចដឹងឲ្យអត់បានលុយដាក់ជាជាអីអញ្ចឹងទេខ្ញុំត្រូវតែតស៊ូអញ្ចឹងសុំសួរមេបងប្អូនជាងម៉ូតូគ្នាយើងមួយមកថាវិធីដោះកង់ក្រោយអានិចលេតហ្នឹងវាមានវិធីអីខ្លះដែលធ្វើឲ្យយើងដោះចេញស្រួលបើសម្រាប់ខ្ញុំវិញនេះគឺជាវិធីចុងក្រោយសម្រាប់ខ្ញុំហើយគឺខ្ញុំហែកកាឡេវាចេញហើយដោះកង់ក្រោយចេញហើយខ្ញុំរុលភ្លើងវាឲ្យក្តៅបន្ទាប់មកខ្ញុំបាញ់ត្រាំជ្រែជុកហើយខ្ញុំទុកចោល10នាទីទៅ20នាទីតែខកុំឲ្យច្រើនសាទុកកន្លះម៉ោងទៅទើបខ្ញុំព្យាយាមវាយវាចេញតែក៏ទ្រាំឈើផងប្រយ័ត្នកន្លះខ្ចៅគេខ្ទេចខ្ចៅគេអស់ឃើញអត់ជាងណោមឯងសំមុខល្ងាចឡើងដាក់តាជាអស់លុយរហូតដល់ព្រឹកឡើងធ្វើការឡើងមុខស្អុយធ្វើការបែកញើសហូរញើសទម្រាំតបានលុយគេ10000សំមួយថ្ងៃវោះល្ងាចឡើងដាក់ជាអស់លីងអារឿងជាងមុំកាត់បន្ថយខ្លះហើយថ្ងៃណាក៏ផឹកគ្មានដែលឃើញទំនេរសោះខ្ញុំស្អប់ខ្លួនឯងមែនតើបងប្អូនឲ្យតែថ្ងៃអាសៀលតិចមេឃអាសៀលតិចម៉ោង3ម៉ោង4ចាប់ដើមកោពោះរមូលពោះហេវបាយបន្តិចសេកទឹកបន្តិចតាមពិតនោះហេវជាសោះតែខ្ញុំថាមិនមែនតែខ្ញុំទេតែបងប្អូនយើងខ្លះក៏ចឹងដែរដូចតែខ្ញុំដែរទេអ្នកខ្លះងាកមិនទាន់នេះដាក់តាំងព្រឹកអត់មានចាំអាសៀលម៉ោង4ម៉ោង5ទេលេងម៉ោង7ព្រឹកហ្មងអញ្ចឹងបងប្អូនជាម៉ូតូយើងដែលមានវិធីដោះដូចខ្ញុំអញ្ចឹងបងប្អូនអាចធ្វើដូចខ្ញុំអញ្ចឹងដែរព្រោះថានេះគឺជាវិធីចុងក្រោយបងប្អូនតែក៏បងប្អូនជាម៉ូតូយើងខ្លះគាត់មានវិធីអីផ្សេងមិនដឹងទេសម្រាប់ខ្ញុំអស់ហើយបើមិនអស់មិនមកព្រឹកហ្នឹងនិយាយទៅម៉ោង 2:10 ត្រឹមហ្មងដោះចេញហើយដល់ម៉ោងហូបបាយមើមឃើញអត់បងប្អូនឡើងច្រេះខំដីជាប់ឡើងណែនប៉េះតែម្ដងហើយខ្ញុំសួរគាត់ថាបាយខានដោះប្រហែលឆ្នាំហើយគាត់ថាដឹងប្រហែលឆ្នាំហើយតាំងទិញពីគេមក3 4 5ឆ្នាំហើយ